ខ្ញុំមើលនៅសេចក្តីថ្លែងការណ៍របស់លោកប្រាសុខុនប្រហែលជា16នាទីនៅក្នុងសន្និសីទអង្គការសហប្រជាជាតិនេះខ្ញុំឃើញថាលោកប្រាសុខុនបង្ហាញពីសមត្ថភាពនៃអ្នកការទូតជើងចាស់ណាដែលឆ្លុះបញ្ចាំងអំពីបញ្ហាព្រំដែនខ្មែរថៃហ្នឹងមានគេហៅថាមាន logical មានតក្កវិទ្យានិងមានប្រភពប្រកបនិយមដែលធ្វើឲ្យអ្នកចូលរួមនៅក្នុង UN ហ្នឹងមានភាពស្ងើចសរសើរមានភាពស្ងើចសរសើរជាពិសេសបង្ហាញអំពីការឈ្លានពាននិងការបញ្ជុះឲ្យមានសង្គ្រាមជាថ្មីឡើងវិញរវាងកម្ពុជានិងថៃក៏ប៉ុន្តែអ្វីជាចំណុចចាប់អារម្មណ៍មួយនេះគឺយើងត្រូវតែមើលមុំមួយផ្សេងទៀតដែរដែលខ្ញុំថាអ្វីដែលលោកប្រាសុខុនលើកឡើងបើសិនជាក្នុងករណីកម្ពុជាមាន credibility មានគេហៅថាគេឈ្មោះមិនទាន់មានបញ្ហាឬក៏មិនទាន់ស្អុយនៅក្នុងឆាកអន្តរជាតិសម្លេងលោកប្រាសុខុននេះដូចទូងស្គរអន្តរជាតិដូចទូងស្គរនៅ UN អញ្ចឹងបង្ហាញទៅពិភពលោកថាកម្ពុជាជាប្រទេសដែលរងគ្រោះរងការបំពានពីប្រទេសជិតខាងដោយព្យាយាមទាញកម្ពុជាឲ្យចូលទៅក្នុងឬក៏យកទៅជាលំហើយនយោបាយនៃដំណើរនៃការប្រែប្រួលនយោបាយផ្ទៃក្នុងប្រទេសក៏ប៉ុន្តែបងប្អូនដឹងស្រាប់ហើយថាការដឹកនាំរបស់លោកហ៊ុនម៉ាណែតរយៈពេល2ឆ្នាំចុងក្រោយនេះនឹងបន្សល់ទុកនៅគេមរតកពីឪពុកខ្លះផងគឺធ្វើអន្តរជាតិនឹងមិនសូវជាទុកចិត្តកម្ពុជាប្រហែលទេដោយសារមិនទុកចិត្តកម្ពុជាខ្ញុំមិនមានទស្សនៈអីថ្មីទេហើយយើងឃើញថាបងប្អូនអ្នកវិភាគណាបញ្ញវន្តនៃវិភាគផ្សេងទៀតក៏បានលើកឡើងច្រើនហើយគឺទាក់ទងទៅនឹងការដើរចេញពីកន្លងប្រជាធិបតេយ្យនៅអ្វីដែលយើងបានព្រមព្រៀងកាលពីឆ្នាំ91ណាដែលមានសាក្សីរហូតដល់18ប្រទេសបងនឹង UN ផង19ណា19យើងបានធ្វើសេចក្តីប្រកាសធ្វើកិច្ចសន្យាថាយើងនឹងនាំកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យជាគោលការណ៍ប្រជាធិបតេយ្យវាត្រូវមានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិការគោរពសិទ្ធិមនុស្សណាគោរពសិទ្ធិកម្មករជាដើមម្ល៉ាក់ណាអញ្ចឹងហើយយើងឃើញកន្លងមកក្រៅទៅពីការបណ្ដេញអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលមាននិន្នាការផ្ទុយរបស់ខ្លួនណាក៏ធ្លាប់ប្រកាសថាគំនុះដៃនៅកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជាជាដើមឡើងឡាក់បានធ្វើឲ្យអ្វីដែលលោកប្រាសុខុនថ្លែងនៅអង្គការសហជីវជាតិលើកនេះទោះបីជាបង្ហាញពីតថភាពពិតក៏ដោយក៏ការធ្វើឲ្យអន្តរជាតិជឿហ្នឹងវាមានកម្រិតដែរខ្ញុំមិននិយាយថាអន្តរជាតិមិនជឿ 100% ណាប៉ុន្តែវាភាពទុកចិត្តទំនុកចិត្តនៅក្នុងការជឿទៅលើអ្វីដែលជាសេចក្តីថ្លែងការណ៍របស់លោកប្រាសុខុននៅក្នុងអង្គការសហជីវជាតិហ្នឹងគឺជំនឿរបស់សមាជិកដែលចូលរួមឬក៏អង្គការសហជីវជាតិហ្នឹងថយចុះឬក៏មានកម្រិតនេះបើសិនជាយើងមានបណ្ដាញសារព័ត៌មានអន្តរជាតិនិងបណ្ដាញសារព័ត៌មានជាតិដែលមាននិន្នាការកណ្ដាលផ្សាយអំពីបញ្ហាព្រំដែនកម្ពុជាផងម្លេះសំអ្វីដែលលោកប្រាសុខុនថ្លែងលើកនេះហ្នឹងដូចជាញួរសំពងប្រទេសថៃចឹងញួរសំពងប្រទេសថៃចឹងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំជារួមខ្ញុំក៏សរសើរចំពោះសមត្ថភាពការទូតរបស់លោកប្រាសុខុនដែលបានបង្ហាញអំពីតថភាពជាក់ស្ដែងដោយប្រើប្រាស់វោហារសាស្ត្រដែលមានទេពកោសល្យនៅក្នុងការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាហ្នឹងហើយអាហ្នឹងជាចំណុចទី2ដែលខ្ញុំលើកឡើងខ្ញុំបង្ហាញពីមុំផ្សេងខ្លីៗដើម្បីឲ្យបងប្អូនអាចយកទៅពិចារណាបន្តបាទយកទៅពិចារណាបន្តឥឡូវនេះត្រឡប់មករឿងកើតឡើងថ្មីនេះបាទជាពិសេសនៅថ្ងៃពីម្សិលមិញនេះគឺមានការផ្ទុះអាវុធរបស់ឡើងវិញណាពីខាងភាគីថៃបើទោះបីយ៉ាងណាក៏ដោយយើងឃើញថាខាងថៃហ្នឹងក៏មកនៅតែចោតខ្មែរថាជាអ្នកដែលចាប់ដើមពន្យុះឲ្យមានសង្គ្រាមលើកទី2ឬក៏មានការប្រទាំងប្រទិតផ្នែកខាងប្រដាប់អាវុធជាដើមហើយភាគីកម្ពុជាហ្នឹងក៏ដូចគ្នាដែររហូតទៅដល់ប្រធានប្រសិទ្ធិអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងក៏ចេញសារនៅលើបណ្ដាញសង្គមរបស់ខ្លួននៅលើ page ផ្ទាល់ខ្លួនរបស់ខ្លួនហ្នឹងក៏ឆ្លុះបញ្ចាំងអំពីការវិភាគជាសេណារីយ៉ូមួយចំនួនណាអំពីមុខក្របផ្លោងធ្លាក់នៅឯណាអីណាអញ្ចឹងទៅក៏ប៉ុន្តែដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់ណាយល់កាន់តែច្បាស់អំពីថាតើហេតុអីបានជានយោបាយផ្ទៃក្នុងថៃនៅពេលដែលមាននយោបាយផ្ទៃក្នុងម្ដងវាជាតែងតែនាំទាញកម្ពុជាហ្នឹងឲ្យចូលទៅក្នុងជាលបាយនយោបាយផ្ទៃក្នុងរបស់ថៃអាហ្នឹងជាផ្នែកមួយដែលខ្ញុំចង់បង្ហាញពីការប្រវត្តិខ្លះពីប្រវត្តិខ្លះដើម្បីបងប្អូនងាយយល់ទី1យើងមិនបាច់មើលទៅដល់សម័យអាណានិគមបារាំងទេយើងឃើញថាបារាំងក៏បានបន្សល់នៅមរតកដែលជាបញ្ហាដើម្បីជាបញ្ហាដែលធ្វើឲ្យកម្ពុជាថៃនឹងមានវិវាទជាពិសេសគឺការវាស់វែងការធ្វើផែនទីអីជាដើមឡើងហ្នឹងគឺវានៅមានភាពប្រទាំងប្រទើច្រើនហើយជាពិសេសហ្នឹងការប្រើប្រាស់ខ្នាតអីជាដើមឡើងអញ្ចឹងហើយឥឡូវនេះយើងឃើញថាទម្រង់នៃការឆ្លោះគ្នារវាងថៃខ្មែរហ្នឹងឆ្លោះរឿងខ្នាតផែនទីហ្នឹងក៏នៅតែបន្តអ្វីដែលខ្ញុំចង់លើកជាប្រវត្តិចុងក្រោយថ្មីជាគេហៅថាប្រវត្តិសាស្ត្រសម័យចុងក្រោយនេះគឺយើងឃើញថាការលូកលាន់ផ្ទៃក្នុងរវាងថៃនិងកម្ពុជាយើងក៏លូកគេក៏លូកយើងនៅតែយកលបែង
ព្រំដែនយោបាយបូរណភាពទឹកដីនេះមកប្រើជាផលប្រយោជន៍នយោបាយរៀងៗខ្លួនដូច្នេះខ្ញុំចង់ចោទបញ្ចាំងថាទី1យើងមើលនៅឆ្នាំ2014ឆ្នាំ2014ប្រហែលជា12ឆ្នាំមុនយើងឃើញថានៅពេលនោះមានរដ្ឋប្រហារទម្លាក់លោកតាស៊ីនរដ្ឋប្រហារទម្លាក់លោកតាស៊ីនទម្លាក់លោកស្រីយើងឡាប់បាទពេលនោះគឺយើងឃើញគ្រួសារឬក៏រដ្ឋាភិបាលលោកហ៊ុនសែនពេលនោះបានផ្ដល់នៅគេហៅថាជំរកនយោបាយសម្រាប់ពួកអាវក្រហមណាជំរកនយោបាយសម្រាប់ពួកអាវក្រហមហើយការសម្រេចចិត្តផ្ដល់ឲ្យក្រុមលោកតាស៊ីនឬក្រុមពួកអាវក្រហមមកជ្រកកោនផ្នែកនយោបាយនៅប្រទេសកម្ពុជានេះយើងមើលដំបូងថាអាចមកពីទំនាក់ទំនងបងប្អូនធររវាងលោកតាស៊ីននិងលោកហ៊ុនសែនក៏ប៉ុន្តែជាគេហៅថាជាផលជាលទ្ធផលនៃទំនាក់ទំនងនេះបានคล้ายទៅជាអាវុធដ៏សំខាន់របស់ពួកអាវលឿងនៅក្នុងការសម្ពងទៅលើជីវិតនយោបាយរបស់លោកតាស៊ីនជីវិតនយោបាយរបស់លោកតាស៊ីនហើយយើងឃើញហើយតាំងពីឆ្នាំ2014មកក្រុមគ្រួសារលោកតាស៊ីនហ្នឹងក៏រាប់ថាជាក្រុមគ្រួសារដែលមួយដែលមានការតស៊ូនៅលើសាធារណនយោបាយដែរជាប្រភេទឆ្កែខំមិនលែងដែរជាប្រភេទឆ្កែខំមិនលែងដែរចឹងហើយទោះបីជាខ្លួនមិនបានប្រឡូកដោយផ្ទាល់អីក៏ដោយគឺរុញទាំងប្អូនថ្លៃរុញទាំងកូនណារុញទាំងកូនភាសាហ្នឹងឲ្យចូលមកប្រកួតប្រជែងហើយក្រុមគ្រួសារឈិនវត្តនេះនៅតែមានឥទ្ធិពលនៅក្នុងនយោបាយរបស់ថៃក្នុងនយោបាយរបស់ថៃចឹងហើយនៅពេលដែលរដ្ឋាភិបាលលោកហ៊ុនសែនកាលនោះផ្ដល់សិទ្ធិចូលក្រោមឲ្យពួកអាវក្រហមនៅក្នុងការមកធ្វើកម្មវិធីរៀបចំគោលនយោបាយនៅប្រទេសកម្ពុជានេះយើងឃើញថាឥឡូវនេះបានคล้ายទៅជាអាវុធដ៏សំខាន់របស់ពួកអាវលឿងក្នុងការសម្ពងលោកតាស៊ីនហើយចុងបញ្ចប់ទំនាក់ទំនង30ឆ្នាំដូចបងប្អូនដឹងហើយថាបញ្ចប់ហើយរវាងគ្រួសារតកូលហ៊ុនជាមួយនឹងគ្រួសារតកូលឈិនវត្តបាទតកូលឈិនវត្តទី2ទៀតយើងក៏ចេះតែប្រទាំងប្រទេសគ្នាអីនឹងដែរហ្នឹងគឺហើយតែងតែប្រទេសមួយហ្នឹងតែងតែទាញយកផលប្រយោជន៍នយោបាយរៀងៗខ្លួនទោះបីតិចឬច្រើនហ្នឹងគឺតាក់ទងទៅនឹងផលប្រយោជន៍ដែលកើតឡើងតាមព្រំដែនណាពាណិជ្ជកម្មតាមព្រំដែនក៏ដោយឧក្រិដ្ឋកម្មឆ្លងដែនក៏ដោយណាឧក្រិដ្ឋកម្មអនឡាញនៅតាមបណ្ដាព្រំដែនកាស៊ីណូនៅតាមបណ្ដាព្រំដែនហ្នឹងក៏ដោយមិនមែនតែមានផលប្រយោជន៍ទៅលើអ្នកនយោបាយកម្ពុជាទេមានអ្នកនយោបាយថៃមានមេតបថៃមានមេប៉ូលីសថៃហ្នឹងក៏មានការរួមចំណែកនៅក្នុងការសម្រួលឲ្យមានឧក្រិដ្ឋកម្មតាមព្រំដែនដែរបាទយើងឃើញថាផលប្រយោជន៍ដែលកើតឡើងនៅតាមព្រំដែននេះគឺមហាសាលមានទំហំទឹកប្រាក់រាប់ពាន់លានដូច្នេះហើយមានមនុស្សមានឥទ្ធិពលច្រើនណាស់ដែលពាក់ព័ន្ធទៅលើឧក្រិដ្ឋកម្មទាំងអស់នោះដូច្នេះហើយដល់ពេលដែលមួយបានប្រយោជន៍មួយមិនបានប្រយោជន៍ហ្នឹងក៏ណាក៏តែងតែទាញរឿងបញ្ហាព្រំដែនហ្នឹងយកមកដើម្បីចោទប្រកាន់យើងឃើញជាក់ស្ដែងហើយកាលលោកស្រីផៃថងឋាននៅជានាយករដ្ឋមន្ត្រីក្រោយពីមានការបែកធ្លាយសម្លេងសន្ទនាយើងឃើញលោកស្រីផៃថងឋានចេញគោលនយោបាយបន្ទាន់មកក្រាបឧក្រិដ្ឋកម្មអនឡាញតាមព្រំដែនក្នុងហេតុផលដើម្បីការពារសន្តិសុខរបស់ប្រទេសថៃដែលធ្វើឲ្យមានការរីករាលដាលរហូតដល់មានការបិទព្រំដែននៃជាដើមឡើងណានឹងចំណុចនៃការពាក់ព័ន្ធខ្លះទី2របស់កម្ពុជាថៃចំណុចចុងក្រោយនៅពេលដែលអ្នកនយោបាយថៃឬក៏អ្នកនយោបាយកម្ពុជានេះចង់បង្ឆេះគេថាចង់បញ្ឆេះជាតិនិយមតាមរូបមន្តចាស់កម្រិលខ្ញុំហ៊ានប្រើប្រាស់ពាក្យរូបមន្តចាស់កម្រិលដោយសារអីបើសិនជាបងប្អូនអ្នកសិក្សាពីនយោបាយបងប្អូនប្រហែលជាមិនរំលងសភៅ Beyond the Nationalism របស់លោកសាស្ត្រាចារ្យ Benedict Anderson នេះសាស្ត្រាចារ្យ Benedict Anderson សភៅគាត់សរសេរ Beyond the Nationalism ភាសាគាត់សរសេររៀងពិបាកប៉ុន្តែបើយើងសិក្សាពីផ្នែកនយោបាយប្រហែលជាបងប្អូនអាចយល់ហើយគឺមានន័យថាដើម្បីបង្កើតជាតិនិយមរបស់ខ្លួននៅក្នុងប្រទេសរបស់ខ្លួននោះវាត្រូវតែកំណត់សត្រូវឬក៏យកអ្នកជិតខាងណាមួយជាសត្រូវដើម្បីធ្វើឲ្យជាតិនិយមរបស់បងប្អូនឬក៏របស់មនុស្សនៅក្នុងប្រទេសមួយហ្នឹងវាពុះកញ្ជ្រោលហើយយើងឃើញករណីថៃប្រើជាមួយខ្មែរប្រើជាមួយថៃជាដើមឡើងជាដើមឡើងអញ្ចឹងហើយអ្នកនយោបាយដែលចូលចិត្តប្រើវិធីសាស្ត្របែបចាស់កម្រិលក្នុងការកសាងភ្លើងជាតិនិយមរបស់យុវជននេះគឺនៅតែមានអំណាចនៅក្នុងប្រទេសទាំងពីរបច្ចុប្បន្ននៅក្នុងប្រទេសទាំងពីរបច្ចុប្បន្នហើយវិធីនៅក្នុងការធ្វើហ្នឹងគឺអត់មានអីប្លែកទេដដែលទេតាំងពីយូរយារមកហើយគឺនៅតែនៅពេលដែលចង់ឲ្យខ្លួនឯងមានប្រជាប្រិយភាពហ្នឹងទៅឆ្លោះជាមួយអ្នកជិតខាងណាមួយអញ្ចឹងទៅហើយថៃក៏ប្រើប្រាស់វិធីសាស្ត្របែបនេះដែរណាប្រើប្រាស់វិធីសាស្ត្របែបនេះដែរត្រឡប់មករឿងថាតើការបង្កើតការចេតនាចង់ឲ្យមានការបង្កើតសង្គ្រាមលើកទី2រវាងកម្ពុជានិងថៃដែលផ្ដួចផ្ដើមបញ្យុះដោយភាគីខាងកងទ័ពថៃនេះតើវាមានមូលហេតុអីពិតប្រាកដខ្ញុំគិតថាបងប្អូនមួយចំនួនធំអាចធ្វើការសន្និដ្ឋានថាជាការឈ្លានពានណាជាការឈ្លានពានជាការបំពានបូរណភាពទឹកដីក៏ប៉ុន្តែខ្ញុំមិនបដិសេធគំនិតហ្នឹងទេខ្ញុំមិនបដិសេធទ្រឹស្ដីហ្នឹងទេក៏ប៉ុន្តែខ្ញុំមានគំនិតផ្សេងមួយទៀតដែលអាចឲ្យបងប្អូនយកទៅពិចារណាខ្ញុំមើលលើសពីការឈ្លានពានអ្វីដែលខ្ញុំមើលលើសពីការឈ្លានពានខ្ញុំមើលឃើញថានយោបាយផ្ទៃក្នុងរបស់ថៃមកដល់បច្ចុប្បន្ននេះគេហៅថាមកដល់ចំណុចនៃផ្លូវបំបែកណាមកដល់ចំណុចនៃផ្លូវបំបែកត្រង់ថានយោបាយរបស់ថៃនេះគ្រប់ភាគីគ្រប់គណៈបកនយោបាយជាពិសេសគឺអ្នកនយោបាយស៊ីវិលគឺរកមធ្យោបាយយ៉ាងណាដើម្បីគេហៅថាបន្សាបឥទ្ធិពលរបស់អ្នកមានឥទ្ធិពលក្រៅរដ្ឋធម្មនុញ្ញរបស់ថៃអ្នកដែលក្រុមមនុស្សដែលមានឥទ្ធិពលក្រៅរដ្ឋធម្មនុញ្ញមានតែ2ក្រុមឯងទី1គឺក្រុមព្រះមហាក្សត្រក្រុមរាជវង្ស
ទី2គឺក្រុមកងទ័ពហ្នឹងណាចង់ធ្វើនាយករដ្ឋមន្ត្រីចង់អីហ្នឹងគឺអត់សូវឆ្លងកាត់ការបោះឆ្នោតទេគឺទៅធ្វើរដ្ឋប្រហារយកតែម្ដងធ្វើរដ្ឋប្រហារយកតែម្ដងដូច្នេះក៏យើងស្គាល់អំពីធម្មជាតិនៃនយោបាយរបស់ថៃពេលនេះរបស់ថៃពេលនេះរឿងដែលខ្ញុំមើលលើសពីការឈ្លានពានគឺចាប់ផ្ដើមយើងដឹងហើយថាចំនួនហ្នឹងវាមានហើយក៏ប៉ុន្តែហេតុអីបានជាថៃនៅតែបន្តចង់ឆ្លោះជាមួយកម្ពុជាណាឆ្លងឆ្លោះជាមួយកម្ពុជាពីសប្តាហ៍មុនបាទប្រហែលជា20ថ្ងៃមុនយើងឃើញលោកស្រីបងប្អូននៅទីនេះអ្នកកំពុងតាមដានស្ដាប់ហ្នឹងគឺប្រហែលជាស្គាល់ហើយលោកអនុធីនពេលនេះមករាប់មកដល់ពេលនេះគឺបានក្លាយទៅជានាយករដ្ឋមន្ត្រីហ្នឹង20ថ្ងៃគាត់ឡើងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី7ខែ9ឆ្នាំ2025នេះជានាយករដ្ឋមន្ត្រី20ថ្ងៃប៉ុន្តែពិតនៅក្នុងអ្វីដែលជាកិច្ចសន្យាហ្នឹងគឺលោកអនុធីនគេហៅនាយករដ្ឋមន្ត្រី4ខែនាយករដ្ឋមន្ត្រី4ខែព្រោះគាត់ជាប់កិច្ចសន្យាជាមួយនឹងគណៈបកប្រជាជនថៃដែលជាគណៈបកយុវជនឈានមុខអញ្ចឹងលោកអនុធីនក្លាយទៅជានាយករដ្ឋមន្ត្រីទី32របស់ប្រទេសថៃខ្ញុំបង្ហាញរូបលោកអនុធីនបងប្អូនហើយស្គាល់ហើយលោកអនុធីនគាត់ក្លាយទៅជានាយករដ្ឋមន្ត្រីទី32ថៃមកដល់ពេលនេះបាន20ថ្ងៃហើយនៅ120ថ្ងៃទៀតបាទនៅ120ថ្ងៃទៀតគឺកិច្ចសន្យា3ខកិច្ចសន្យា3ខជាមួយនឹងគណៈបកប្រជាជនថៃហ្នឹងគឺដល់អសានវត្តមានន័យថាលោកអនុធានត្រូវប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោតឡើងវិញបងប្អូនប្រហែលជានៅចាំហើយកិច្ចសន្យា3ខដើម្បីឲ្យគណៈបកប្រជាជនថៃដែលដឹកនាំដោយណត្តភុងបាទឈ្មោះយុវជនមួយឈ្មោះណត្តភុងខ្ញុំបង្ហាញរូបគាត់បាទណត្តភុងនេះគឺជាប្រធានគណៈបកយុវជនប្រធានគណៈបកប្រជាជនថៃបច្ចុប្បន្នបាទជាមេដឹកនាំទី3បន្ទាប់ពីឋានធនមកដល់ភិថាហើយណត្តភុងនេះជាយុវជនចំនួនទី3នៃគណៈបកមកពីយុវជនកំណែតម្រង់លក្ខខណ្ឌរបស់គណៈបកប្រជាជនថៃដាក់ទៅលើលោកអនុធានបងប្អូនដឹងហើយលោកអនុធានមានកៅអីនៅក្នុងសភាតែ69កៅអីទេហើយចំណែកគណៈបកលោកភិថាពេលនោះឥឡូវនេះគេហាមគាត់មិនឲ្យធ្វើនយោបាយរដ្ឋតុលាការកម្ពុជារបស់ថៃហ្នឹងគឺដកសិទ្ធិគាត់ដកសិទ្ធិសមាជិកសភាគាត់ហើយបិទមិនឲ្យគាត់ធ្វើនយោបាយ10ឆ្នាំក៏ប៉ុន្តែពេលនោះភិថាដែលដឹកនាំដោយគណៈបកអនាគត Future Forward អនាគតឆ្ពោះទៅមុខឈ្នះការបោះឆ្នោតប៉ុន្តែខ្លួនមិនមានសមត្ថភាពនៅក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីកសាងរដ្ឋាភិបាលបានអញ្ចឹងហើយត្រូវបានគណៈបកលោកតាស៊ីនគណៈបកភឿថៃហ្នឹងបានរៀបចំចងគ្នាទៅក៏គ្រប់កៅអីបង្កើតរដ្ឋាភិបាលបានហើយអ្នកគណៈបកដែលឈ្នះឆ្នោតក្នុងប្រទេសថៃបែរទៅខ្លាយទៅជាគណៈបកប្រឆាំងអ្នកដែលឈ្នះទៅជាគណៈបកប្រឆាំងអ្នកដែលចាញ់រួមគ្នាខ្លាយទៅជាគណៈបកដែលដឹកនាំរដ្ឋាភិបាលក៏ប៉ុន្តែពិថាត្រូវបានបិទសិទ្ធិនៅក្នុងការធ្វើនយោបាយ10ឆ្នាំដោយតុលាការកម្ពុជាថៃឬក៏គេហៅតុលាការរដ្ឋធម្មនុញ្ញថៃហ្នឹងឥឡូវនេះគឺណត្តភុងជាយុវជនបន្តវេនថ្មីមួយទៀតដែលដឹកនាំគណៈបកប្រជាជនថៃបានដាក់លក្ខខណ្ឌទៅឲ្យលោកអនុធីននឹងចំនួន3ខធំខទី1គឺដើម្បីឲ្យគណៈបកប្រជាជនថៃបោះឆ្នោតឲ្យគណៈបកភូមិใจថៃដឹកនាំដោយលោកអនុធីននៅក្នុងការរៀបចំគណៈរដ្ឋមន្ត្រីបង្កើតរដ្ឋាភិបាលបានហ្នឹងគឺត្រូវតែចាប់ផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្រោយពីខ្លួនខ្លាយទៅជានាយករដ្ឋមន្ត្រីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺចេតនាយ៉ាងណាគឺជារដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយសមាជិកសភាមិនមែនបង្កើតឡើងដោយសមាជិកព្រឹទ្ធសភាដែលមានមនុស្សក្រៅរដ្ឋធម្មនុញ្ញអង្គុយនៅក្នុងទេណាអាហ្នឹងចំណុចទី1លក្ខខណ្ឌទី1លក្ខខណ្ឌទី2គឺក្នុងរយៈពេល4ខែរាប់ពីឥឡូវទៅដល់ចុងឆ្នាំត្រូវតែប្រកាសរំលាយសភាអញ្ចឹងហើយបានគេហៅលោកអនុធាននឹងជារដ្ឋាភិបាល4ខែហ្នឹងជានាយករដ្ឋមន្ត្រី4ខែហ្នឹងអញ្ចឹងហើយត្រូវប្រកាសរំលាយសភាទី3គឺគណៈបកប្រជាជននេះមិនត្រូវការតំណែងនៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់លោកអនុធានទេអញ្ចឹងដូច្នេះអ្វីដែលសំខាន់ហ្នឹងគឺហេតុអីបានជាខ្ញុំយករឿងនេះមកនិយាយពាក់ព័ន្ធទៅនឹងរឿងព្រំដែននេះជាចំណុចជារបត់នយោបាយនៅក្នុងប្រទេសថៃធំណាស់ពួកកងទ័ពបានដឹងច្បាស់ណាស់បងប្អូនកងទ័ពថៃបានដឹងច្បាស់ណាស់បើសិនជាក្នុងករណីណានៅក្នុងករណីមានការបោះឆ្នោតដើមឆ្នាំ2026នេះគឺគណៈបកប្រជាជនថៃដែលដឹកនាំដោយណត្តភុងជាយុវជនកំណែតម្រង់ចំនួនទី3របស់យុវជនកំណែតម្រង់នេះនឹងជាប់ឆ្នោតហើយពួកយុវជននេះដឹងហើយទី1គឺធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាពិសេសទាក់ទងនឹងមាត្រា112មាត្រា112នេះជាមាត្រាដែលចាប់អ្នកដែលរិះគន់ស្ថាប័នព្រះមហាក្សត្រដាក់គុកអ្នកដែលមានការរិះគន់ស្ថាប័នព្រះមហាក្សត្រដាក់គុកហ្នឹងគឺគេប្រើមាត្រា112នេះឯងអញ្ចឹងហើយពួកនេះសុកចិត្តអត់បានបើសិនជាការចរចាបង្កើតរដ្ឋាភិបាលពេលនោះពិថាព្រមលះបង់ចំណុចនេះមិនធ្វើវិសោធនកម្មពិថានឹងខ្លាយទៅជានាយករដ្ឋមន្ត្រីប្រហែលជានយោបាយថៃខ្មែរនៅពេលនេះមិនមានបញ្ហាដល់ប៉ុណ្ណឹងទេណាក៏ប៉ុន្តែពេលនោះគឺលោកពិថាប្រធានគណៈបក Future Forward ពេលនោះមិនព្រមលះបង់គំនិតកែរដ្ឋធម្មនុញ្ញមាត្រា112នេះទេធ្វើឲ្យស្ថាប័នផ្សេងឬក៏គណៈបកផ្សេងទៀតនេះខ្លាយរអាព្រោះគ្មាននរណាចង់ប៉ះពាល់ស្ថាប័នព្រះមហាក្សត្រទេអញ្ចឹងហើយយោធាដឹងមិនមែនតែប៉ះព្រះមហាក្សត្រទេគឺកាត់បន្ថយបន្សាបឥទ្ធិពលពួកយោធាដែលតែងតែលូកលាន់កិច្ចការងារនយោបាយស៊ីវិល
ណាចឹងហើយពួកយោធាដឹងច្បាស់ថាចុងដើមឆ្នាំ2026នេះអាចនឹងមានរបបនយោបាយធំមួយដែលធ្វើឲ្យពួកយោធានឹងបាត់បង់ឱកាសនៅក្នុងការលូកលាន់កិច្ចការងារនយោបាយស៊ីវិលលូកលាន់ក្នុងកិច្ចការងារនយោបាយស៊ីវិលអ្វីដែលជារឿងហួសចិត្តសូម្បីតែអ្នកវិភាគថៃសូម្បីតែគណៈបកសមាជិកសភាគណៈបកប្រជាជនថៃនោះអ្វីដែលហួសចិត្តហ្នឹងគេមិននឹកស្មានថាលោកអនុทิនដែលជានាយករដ្ឋមន្ត្រីបាន20ថ្ងៃហើយនេះពីសប្តាហ៍មុនបាទពីសប្តាហ៍មុនពីថ្ងៃទី21មកដល់ពេលនេះថ្ងៃទី28 7ថ្ងៃត្រឹមបងប្អូនបានប្រកាសផ្ដល់សិទ្ធិបើកបិទព្រំដែនហើយនឹងបញ្ហាចំនួនរវាងថៃនិងខ្មែរតាមព្រំដែនទៅឲ្យកងទ័ពជារឿងមួយដែលមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយថាកងទ័ពនឹងវាអស់ផ្លូវក្នុងការដើរហើយព្រោះខ្លួនកំពុងតែដើរកសាងប្រជាប្រិយភាពយើងឃើញបងប្អូនអ្នកដែលតាមដានកិច្ចការងារនយោបាយផ្ទៃក្នុងថៃណាភូមិភាគ2តែដើរតាមសាកលវិទ្យាល័យទៅតាមវិទ្យាល័យដើម្បីលៀងខួរយុវជនថៃហេតុអីបានគេធ្វើអញ្ចឹងណាទន្ទឹមនឹងមេតបភូមិភាគ2ថៃនឹងប្រកាសថាខ្លួនពេលរ៉ែតទៅមិនចាប់អារម្មណ៍កិច្ចការងារនយោបាយក៏ប៉ុន្តែទន្ទឹមនឹងខ្លួននិយាយផ្សេងខ្លួនធ្វើផ្សេងដើរតាក់ទាញប្រជាប្រិយភាពបង្កើតប្រជានិយមបង្កើតប្រជាប្រិយភាពនយោបាយប្រជាពិធដើម្បីកសាងមុខមាត់គេឈ្មោះខ្លួនឯងដើម្បីបោះជំហានចូលក្នុងនយោបាយណាបោះជំហានចូលក្នុងនយោបាយអញ្ចឹងហើយលោកអនុทิនកំឡុងពេលដែលកងទ័ពចិត្តអស់ផ្លូវនៅក្នុងការកសាងនៅក្នុងការមានឱកាសលូកលាន់កិច្ចការងារដឹកនាំនយោបាយស៊ីវិលហើយស្រាប់តែលោកអនុทิនប្រកាសអនុញ្ញាតឲ្យកងទ័ពនឹងសម្រេចបើកបិទព្រំដែនរវាងថៃខ្មែរហើយនឹងសម្រេចនៅក្នុងកិច្ចការងារចំនួនរវាងថៃខ្មែរដោយស្វ័យសម្រេចចិត្តមិនចាំបាច់ឆ្លងរដ្ឋាភិបាលដូចយកទឹកមួយធុងដ៏ត្រជាក់ទៅចាក់ទៅលើណាក្រុមកងទ័ពអញ្ចឹងធ្វើឲ្យក្រុមកងទ័ពនេះមានកម្លាំងឡើងវិញអញ្ចឹងហើយវាជាឱកាសបងប្អូនកងទ័ពមិនមែនល្ងងទេទោះបីជាពួកនេះប្រើកម្លាំងបាយក៏ដោយអញ្ចឹងហើយដើម្បីកសាងប្រជាប្រិយភាពខ្លួនឯងបន្តទៀតគឺមានតែមធ្យោបាយមួយវាជាឱកាសដោយសារចំនួនខ្មែរនិងថៃមិនទាន់បញ្ចប់ផងហើយជាឱកាសដែលសំទោសបាទហើយជាឱកាសដែលរដ្ឋាភិបាលលោកអនុทิនផ្ដល់ឱកាសឲ្យសម្រាប់ចិត្តផងខ្លួនមានឱកាសក្នុងការកសាងប្រជាប្រិយភាពខ្លួនមានឱកាសក្នុងការកសាងជាតិនិយមនៅក្នុងចំណោមមហាជនព្រោះទាំងកងទ័ពទាំងអ្នកនយោបាយមិនអាចរស់បានទេបើមិនជាគ្មានមហាជននៅពីក្រោយទោះបីកងទ័ពក៏ដោយដូច្នេះហើយទាកងទ័ពដឹងច្បាស់ណាស់ថាជាឱកាសអញ្ចឹងហើយមិនអាចបញ្ចប់សង្គ្រាមរវាងកម្ពុជាជាមួយនឹងថៃបានទេព្រោះមានតែចំនួនថៃកម្ពុជានៅតាមព្រំដែនចំនួននៅតាមព្រំដែនជាមួយកម្ពុជានេះទេដែលជាដុំអុសដ៏ល្អឬក៏យើងប្រើពាក្យថាជាលំបោយនយោបាយរបស់កងទ័ពដែលធ្វើឲ្យនយោបាយកងទ័ពនឹងកាន់តែមានរូបភាពឆ្ងាញ់ជាងមុនកាន់តែធ្វើឲ្យកងទ័ពនឹងមានឱកាសនៅក្នុងការបង្កើតនៅគេហៅថាមុខមាត់នៅក្នុងឆាកនយោបាយរបស់ខ្លួននៅក្នុងឆាកនយោបាយថៃណានៅក្នុងឆាកនយោបាយថៃដូច្នេះហើយខ្ញុំឃើញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាអ្វីដែលខ្ញុំបារម្ភខ្ញុំបារម្ភក្រែងលោកម្ពុជាធ្លាក់ចូលនយោបាយថៃឯងអញ្ចឹងខ្ញុំឃើញខ្ញុំគ្រប់គ្រងចំពោះការសម្រេចចិត្តមិនតបតបាទមិនតបតជាមួយនឹងការបញ្យុះឲ្យមានការធ្វើសង្គ្រាមព្រោះនៅពេលដែលយើងតភ្លាមគឺយើងជាប់ចូលនយោបាយនយោបាយផ្ទៃក្នុងប្រទេសថៃគឺទាហានមានឱកាសនៅក្នុងការកសាងប្រជាប្រិយភាពហើយព្រោះធ្វើសង្គ្រាមមួយថៃវាអាចចេញ S16 ឬក៏ Krypton ស្អី Griffin ស្អីនោះជាយន្តហោះរបស់ប្រសុយអែតហ្នឹងណាហើយជាបានយន្តហោះពីសម្ព័ន្ធមិត្តខ្មែរមកផងចិនទៅសំយុទ្ធហើយថ្មីផងអាចយកមកសាកបើយើងបន្តវាអត់មានលេសនៅក្នុងការធ្វើសង្គ្រាមទេអញ្ចឹងហើយកងទ័ពហ្នឹងក៏មិនមានឱកាសនៅក្នុងការកសាងប្រជាប្រិយភាពច្រើនដែរនិយាយដូចនេះមិនមែនមានន័យថាគ្រប់គ្រងឲ្យរដ្ឋាភិបាលកម្ពុជានៅស្ងៀមរហូតទេណារឿងបញ្ហាព្រំដែនរឿងការពាត់របងយកដីពលរដ្ឋប្រមាណជា20-30គ្រួសារនៅភូមិនៅភូមិជោគជ័យឬក៏នៅនងច័ន្ទជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលការនៅស្ងៀមរហូតដែលបន្តតឲ្យឈានទៅដល់ការបាត់បង់ទឹកដីអានឹងរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតជាអ្នកទទួលខុសត្រូវកុំដើរចោលគេណាប្រឈមមុខជាមួយនឹងមហាជននៅក្នុងការរិះគន់ជារដ្ឋាភិបាលធ្វើឲ្យមានការបាត់បង់ទឹកដីណាពួកជាក់ស្ដែងឃើញច្បាស់នៅភ្នែកប៉ុន្តែនយោបាយការទូតនៅក្នុងការសម្រេចចិត្តមិនចូលនយោបាយផ្ទៃក្នុងប្រទេសគឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក៏ប៉ុន្តែរឿងផ្សេងទៀតបញ្ហារឿងពាត់បលាលុះឲ្យយើងបន្តយើងប្រើនយោបាយចាស់ទុំអីជាដើមឡើងនេះគឺទទួលខុសត្រូវចោះរដ្ឋាភិបាលមិនមែនថាខ្ញុំមិនទទួលខុសត្រូវមែនទេព្រោះយើងជាអ្នកដែលកាន់អំណាចរដ្ឋយើងមានសិទ្ធិនៅក្នុងការបញ្ជាកងទ័ពយើងមានសិទ្ធិនៅក្នុងការបញ្ជាមន្ត្រីរាជការបញ្ជាគ្រប់សរសៃសសរនយោបាយកម្ពុជាណាអញ្ចឹងហើយបែងចែករឿងជាពីររឿងទី1ការកើតឡើងនៃការបញ្យុះរបស់ថៃនៅម្ដុំខាងច្រកអានសេះជាមួយនឹងភូមិជោគជ័យនេះជារឿងពីរផ្សេងគ្នារដ្ឋាភិបាលធ្វើការសម្រេចចិត្តមិនអាចយកការសម្រេចចិត្តនេះជាការសម្រេចចិត្តជាកញ្ចប់ទេមិននៅស្ងៀមនៅអានសេះហើយស្រាប់តែនៅស្ងៀមនៅនងច័ន្ទដែរទេណា
នៅនងច័ន្ទហ្នឹងគឺរមធ្យោបាយបែបណាដើម្បីដោះស្រាយបញ្ហារឿងរំលោភបំពាននេះណាតាមយន្តការទ្វេភាគីតាមអីចឹងទៅក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតការប្រើប្រាស់ណាយើងឃើញថាបងប្អូនបានឃើញហើយថាឥឡូវនេះក្រៅតែពីការស្ងៀមស្ងាត់ប្រើនយោបាយចាស់ទុំនៅក្នុងការដោះស្រាយបញ្ហាព្រំដែនយើងឃើញហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឥឡូវនេះយើងឃើញថាសឹងតែពឹងពាក់ទាំងស្រុងទៅលើយន្តការអន្តរជាតិសង្ឃឹមថាអន្តរជាតិនឹងចូលមកដោះស្រាយបញ្ហាឲ្យកម្ពុជាខ្ញុំមើលឃើញចំណុចនេះជាពីរការប្រើប្រាស់យន្តការអន្តរជាតិមិនមែនជាកំហុសទេក៏ជាជំរើសមួយដែលល្អដែរនៅក្នុងកលៈទេសៈនេះការប្រើប្រាស់យន្តការអន្តរជាតិនេះបើសិនជាក្នុងករណីអន្តរជាតិលោកដែរយើងឃើញឥឡូវនេះ UN ក៏ដោយសហរដ្ឋអាមេរិកក៏ដោយទម្លាក់ចំនួនរវាងថៃនិងកម្ពុជានេះមកត្រឹមប្រើប្រាស់យន្តការផ្នែកតំបន់ណាដែលមានប្រធានអាស៊ានលោកអានវ៉ាអ៊ីប្រាហ៊ីមជាប្រធានបដូវវេនទៅដល់ម៉ាឡេស៊ីនៅក្នុងការដោះស្រាយបញ្ហាចឹងហើយខ្ញុំមើលទៅយន្តការអន្តរជាតិនេះត្រូវការពេលវេលាយើងឃើញហើយសូម្បីតែលោកប្រាសកុនទៅថ្លែងនៅសេចក្តីថ្លែងការណ៍របស់ខ្លួននៅក្នុងសប្តាហ៍នេះនៅក្នុងអង្គការសហប្រជាជាតិក៏ដោយក៏បញ្ជាក់អំពីចំហរបស់កម្ពុជានៅក្នុងការដោះស្រាយដោយសន្តិវិធីដែរថៃក៏គេប្រកាសថាថៃនៅតែឈរលើចំហដោះស្រាយដោយសន្តិវិធីដែរណាហើយម្នាក់នៅតែបន្តចោទគ្នាថាមានម្នាក់នឹងរំលោភបំពានកិច្ចព្រមព្រៀង GBC ណា RBC ជាដើមឡើងណាប៉ុន្តែបើសិនជាក្នុងករណីអន្តរជាតិលូកដៃហើយអាចបញ្ចប់បញ្ហាចំនួនព្រំដែនហើយអាចឈានទៅដល់ការវាស់វែងព្រំដែនឡើងវិញឲ្យលឿនបំផុតដែលអាចធ្វើទៅបានដើម្បីសម្រេចធ្វើម៉េចឲ្យវាច្បាស់លាស់កុំទុកមរតកនេះទៅឲ្យកូនចៅចំនួនក្រោយឲ្យឆ្លោះគ្នាទៀតអញ្ចឹងខ្ញុំគិតថាជារឿងល្អដែរដូចរឿងប្រាសាទព្រះវិហារអញ្ចឹងអ្នកឯងវាយយកអ្នកឯងស្អីក៏ដោយតាំងពីសម័យសង្គមមាននិយមមកចុងបញ្ចប់នៅតែជារបស់កម្ពុជាអញ្ចឹងតាមមន់តូចតាមមន់ធំក៏ដោយភូមិនងច័ន្ទហ្នឹងក៏ដោយបើសិនជានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយវាស់ទៅនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាវាត្រូវតែជារបស់កម្ពុជាណាត្រូវតែជារបស់កម្ពុជានេះបើសិនជាយន្តការអន្តរជាតិដើរទៅដល់ភាពជោគជ័យអន្តរជាតិជំរុញឲ្យថៃដោះស្រាយថៃនិងកម្ពុជាដោះស្រាយដោយតុលាការ ICJ ជាដើមឡើងណាសម្រាប់គ្នាហើយទៅឬក៏ពង្រីកទំហំនៃការដោះស្រាយបញ្ហារបស់ ICJ មកដល់ទំហំធំប៉ុណ្ណាអានឹងអាស្រ័យទៅលើកិច្ចព្រមព្រៀងទ្វេភាគីភាគីជាដើមក៏ប៉ុន្តែយន្តការទ្វេភាគីនៅតែប្រើយន្តការអន្តរជាតិនៅតែប្រើក៏ប៉ុន្តែបើសិនជាក្នុងករណីយន្តការអន្តរជាតិនេះអូសបន្លាយរយៈពេលវែងយើងរាប់ថាមិនជោគជ័យទេចុះអាចថានយោបាយការទូតកម្ពុជាបរាជ័យព្រោះសញ្ញាណមកហ្នឹងគឺដូចកាសែត Diplomat របស់សហរដ្ឋអាមេរិកបានចុះផ្សាយម្ដងហើយតែជាបរាជ័យនៃការដឹកនាំនយោបាយរបស់លោកហ៊ុនម៉ាណែតបាទខ្ញុំមិនមានតម្លៃរហូតដល់ថ្នាក់ហ្នឹងទេប៉ុន្តែខ្ញុំគិតថាបើសិនជាក្នុងករណីលបែងការទូតរឿងព្រំដែនថៃខ្មែរនេះបរាជ័យអន្តរជាតិលែងលូកដៃដោយសារតែគេលែងមិនទុកចិត្តដោយសារតែយើងនឹងវាដើរបំពេញគោលការណ៍អន្តរជាតិនឹងច្រើនពេកគេខ្ជិលរវល់កម្ពុជាមិនមែនអស់ផ្លូវទេកម្ពុជាត្រូវធ្វើត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលវែងហើយការធ្វើសង្គ្រាមរយៈពេលវែងនេះបងប្អូនដឹងហើយមិនមែនធ្វើសង្គ្រាមរយៈពេលវែងវាយគ្នារហូត100ឆ្នាំទេណាត្រៀមខ្លួនអភិវឌ្ឍវិស័យកងទ័ពវិស័យយោធាពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយណាតាមរយៈការជំរុញឲ្យយុវជនជំនាន់ក្រោយនេះមានស្មារតីបញ្ញាសុខភាពរឹងមាំមិនមែនទន្ទឹមនឹងចង់បង្កើតគោលនយោបាយកតាបកិច្ចកងទ័ពស្រាប់តែមានការឃោសនាចាក់ឲ្យយុវជនទៅចាក់សាក់ទទួលស្រាបៀរ10កេសអាហ្នឹងខ្ញុំអត់យល់មិនដឹងថានយោបាយនេះវាដើរប្រច្រាស់ទិសគ្នាយ៉ាងម៉េចឬក៏មិនខ្វល់អីទេឬក៏មានផលប្រយោជន៍អីធំដុំណាស់នៅជាមួយនឹងក្រុមស្រាបៀរយើងអត់ដឹងប៉ុន្តែឃើញដូចប្រច្រាស់រដ្ឋាភិបាលម៉ាស៊ីនរដ្ឋនឹងទៅផ្សេងទៅម៉ាស៊ីនឯកជននឹងទៅផ្សេងទៅវិស័យឯកជននឹងហាក់ដូចជាមិនដើរស្របជាមួយនឹងគោលនយោបាយរដ្ឋាភិបាលហើយគោលនយោបាយឬរដ្ឋាភិបាលនឹងដូចជាមិនអើពើអាណាដើរទៅផ្លូវណាដើរទៅអាហ្នឹងហើយគេហៅថាខ្លួនអត់មានបានរឿងកើតឡើងប៉ុណ្ណេះហើយអត់មានបានត្រៀមខ្លួនរយៈពេលវែងក្នុងការតទល់ដើម្បីកុំឲ្យគេប្រមាថទេនាំគ្នាមកធ្វើអារឿងដែលធ្វើឲ្យគេប្រមាថតទៅបានអាហ្នឹងរឿងទី1រឿងទី2ការពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយផ្ដល់ឱកាសយុវជនមានឱកាសក្នុងការចូលរួមចំណែកណាចូលនៅក្នុងស្ថាប័នរដ្ឋកុំទុកអាហ្នឹងឲ្យតែកូនចៅខ្លួនឯងខ្សែតាំងពីក្មួយឥឡូវហ្នឹងឃើញហើយនៅក្នុងប្រវត្តិនយោបាយពិភពលោកមានតែមួយហ្នឹងមិនមែនតែគ្រួសាររបស់តកូលហ៊ុនទេសូម្បីតែនៅតាមខេត្តក៏ដោយចវាយខេត្តហ្នឹងក៏អតីតចវាយខេត្តហ្នឹងកូនអតីតចវាយខេត្តហ្នឹងមកជាអភិបាលរងខេត្តកូនចវាយស្រុកខ្លាយទៅជាអភិបាលរងស្រុកខ្លាយទៅជាចវាយស្រុកចែកគ្នាអញ្ចឹងហ្មងអញ្ចឹងអាយុវជន Generation Z នេះគ្មានឱកាសទេហើយកុំភ្លេចតែពួកនេះដឹងហើយថាពួក Generation Z នេះការជាងពួក Generation X ជំនាន់ខ្ញុំហ្នឹងហៅ Generation X
ពីមុននឹងទៀត baby boomer ពួកខ្ញុំចំនួនខ្ញុំនេះរៀង slow ទេប៉ុន្តែ generation X នេះកាចវាមិនមែនកាចដោយសារតែពូជសាសន៍នឹងកាចទេណាយើងមើលនេប៉ាល់មើលស្រុកព្រះផងប៉ុន្តែវាដល់កវាទៅវាលែងមានព្រះអីនៅនេះហើយណាព្រោះវាកើតអំពើអយុត្តិធម៌គ្មានការងារធ្វើណាគូផ្សំនឹងការប្រឈឺពីពួកគេហៅ Nipo baby យើងមាន Cambo baby ដែរ Cambo baby ហ្នឹងដូចរៀងស្ងាត់ដែរឥឡូវនៅមាន Cambo parent ហ្នឹងគឺនៅជីកកង់មានបលិសនាំមុខអីចឹងណាពួកប្រភេទពួក parent Cambo parent នេះពួកចាស់ចាស់នៅមានមួយរៀងភ្លាវចេញមកអញ្ចឹងជួយប្រឈឺយុវជន generation Z ហើយកុំភ្លេចថាពួក generation Z នេះអត់មានអ្នកនយោបាយណាប្រយុទ្ធទេណាងើបខ្លួនឯងមកយើងមើលនៅឥណ្ឌូនេស៊ីក៏ដោយនៅហ្វីលីពីនក៏ដោយនៅនេប៉ាល់ក៏ដោយអត់មានក្បាលទេទៅចោតមេគណៈបព្វឆាំងតែប្រយុទ្ធពួកហ្នឹងទៅគ្មានទេពួក generation Z ងើបហ្មងពួកវាប្រើប្រាស់បណ្ដាញសង្គមនៅក្នុងការបង្កើតចលនាឲ្យតែបង្កើតអំពើអយុត្តិធម៌បង្កើតវិសាលភាពសង្គមឲ្យតែច្រើនទៅអាហ្នឹងហៅរយដូច្នេះការរៀបចំឲ្យមានសង្គ្រាមការរៀបចំខ្លួនដើម្បីធ្វើសង្គ្រាមរយៈពេលវែងជាមួយថៃនេះមានកិច្ចការងារច្រើនណាស់ការបង្កើនថវិកាជាតិនៅក្នុងវិស័យកងទ័ពការបង្កើតកាតព្វកិច្ចកងទ័ពកាតព្វកិច្ចយោធាសម្រាប់យុវជនហើយដើម្បីបង្កើតយុវជនឲ្យមានគុណភាពវាត្រូវតែលាងសម្អាតណាគ្រឿងអបាយមុខដែលបំពុលយុវជនបច្ចុប្បន្នអំពើអបាយមុខដែលបំពុលយុវជនបច្ចុប្បន្នអានោះសំខាន់ណាដើម្បីយុវជននឹងមានឥឡូវហ្នឹងគឺក្មេងអនុវិទ្យាល័យចប់ឆ្នាំជប់លៀងផឹកស្រាបៀរដែរណាចំនួនខ្ញុំណាបងប្អូនដែលរៀនពីបាក់ឌុបកៅជាងដូចជាដល់ប៉ុណ្ណឹងទៅដឹងអីតើចប់បាក់ឌុបអីនោះបានអាចទៅរកណប់ជូអីતોឥឡូវហ្នឹងគឺកោះស្រាបៀរនៅក្នុងថ្នាក់ហ្នឹងគឺជប់លៀងគ្រូក៏មិនសូវខ្វល់ដែរព្រោះទៅឲ្យទាំងបៃទាំងស្គរអញ្ចឹងទៅអាការត្រៀមខ្លួនមិនបានត្រៀមយុវជននៅក្នុងការឲ្យខ្លាយជាយុវជនមានសមត្ថភាពដើម្បីត្រៀមធ្វើសង្គ្រាមរយៈពេលវែងជាមួយថៃហើយរឿងធ្វើសង្គ្រាមរយៈពេលសង្គ្រាមមួយថៃនេះខ្ញុំមើលទៅដរាបណាស្ថាប័នព្រះមហាក្សត្រថៃដរាបណាពួកយោធាថៃនៅតែមានឥទ្ធិពលក្នុងនយោបាយថៃអត់ជិះរួចទេត្រៀមខ្លួនរហូតកុំឲ្យលើកនេះគេដាក់ F16 ភុចមកយើងស្ងាត់លើក្រោយដាក់ម្ដងពួកថៃនេះខ្ញុំរៀននៅស្រុកថៃ10ឆ្នាំខ្ញុំស្គាល់ចរិតពួកនោះច្បាស់អូបើបានសន្លត់យើងបានផងដល់ហើយសន្លត់រហូតហើយអាចរិតមើងងាយគេអាចរិតប្រមាថគេណាមាននៅក្នុងសរសៃឈាមនៅក្នុងឈាមរបស់ថៃហ្នឹងជាពិសេសហ្នឹងយើងទៅរៀនពីប្រទេសកម្ពុជាទៅរៀនពីប្រទេសឡាវនេះទោះបីជាបានអាហារូបករណ៍ព្រះមហាក្សត្រថៃក៏ដោយខ្ញុំទទួលអាហារូបករណ៍ Master ខ្ញុំទទួលអាហារូបករណ៍ពី Rockefeller Foundation នេះប៉ុន្តែថ្នាក់បណ្ឌិតខ្ញុំទទួលអាហារូបករណ៍ពីម្ចាស់ស្ត្រីសិរិនធនយើងទទួលអាហារូបករណ៍ពីរាជវង្សថៃផងដើម្បីទៅរៀនក៏ពួកហ្នឹងនៅលេបខាយមើលលើមើលក្រោមចឹងហើយបើថា deal យើងបាន deal រហូតចឹងហើយយើងត្រូវស្គាល់និស័យជនជាតិហ្នឹងដែរស្គាល់ត្រូវនិស័យតាំងពីលើដល់ក្រោមស្តៀងគ្នាទេចរិតប៉ុន្តែមិននិយាយចឹងមិនថៃអាក្រក់ទេណាអាក្រក់ទាំងអស់ទេណាវាមានអាចរិតហ្នឹងច្រើននៅក្នុងសរសៃឈាមថៃអាចរិតមើលងាយគេហ្នឹងប៉ុន្តែច្រើនហ្នឹងក៏ចិត្តល្អហ្នឹងក៏ច្រើនដែរណាវាមានគ្រប់រសជាតិទាំងអស់ណាការសណ្ដោះបណៃហ្នឹងក៏ច្រើនដែរចិត្តបានហ្នឹងក៏ចិត្តបានដែរត្រូវស៊ីអស់ប៉ុន្តែមើលងាយនៅតែមើលងាយអញ្ចឹងដើម្បីដកឫសគល់អាចរិតមើលងាយដកអាក្របឈាមមើលងាយចេញពីថៃតោះតែយើងធ្វើដូចម៉ាឡេថៃមិនដែលហ៊ានមើលងាយម៉ាឡេទេហើយក៏មិនដែលសូវហ៊ានមើលងាយភូមាដែរមើលងាយតែពីប្រទេសជុំវិញខ្លួនមើលងាយខ្មែរលាវអន់ជាងគេភូមាអត់មាននេះទេដាក់បាសជើងឥឡូវនោះដូច្នេះហើយសម្រាប់ខ្ញុំមកដល់ពេលនេះជាសេចក្តីសរុបខ្ញុំថាខ្ញុំគ្រប់គ្រងទៅលើការសម្រេចចិត្តបន្តតព្រោះបើសិនជាតបតគឺហាក់ដូចជាចូលរួមជាលបោយនយោបាយនៃរបបនយោបាយទីក្នុងនៅថៃអញ្ចឹងព្រោះឥឡូវនេះយើងឃើញយុវជនចំនួន3នេះកំពុងតែចាត់ការដើម្បីបន្សាបឥទ្ធិពលរបស់ពួកអាមាត្យហើយនិងពួកកងទ័ពដើម្បីធ្វើម៉េចកុំឲ្យចេះតែលុកដៃចូលនយោបាយស៊ីវិលរបស់ថៃពេកបើសិនជាពួកគណៈបព្វជិជនថៃយុវជនចំនួនថ្មីជាប់ឆ្នោតមែននៅឆ្នាំ2026ច្បាប់រដ្ឋធម្មនុញ្ញថៃភាគច្រើននឹងធ្វើវិសោធនកម្មដើម្បីធ្វើម៉េចកាត់បន្ថយឥទ្ធិពលកងទ័ពហើយនឹងក្រុមអាមាត្យនៅជុំវិញព្រះមហាក្សត្រដើម្បីរដ្ឋាភិបាលស៊ីវិលនឹងអាចមានស្ថិរភាពជាងមុនចឹងហើយកងទ័ពក៏ដឹងខ្លួនដែរក៏ដឹងខ្លួនថាបើខ្លួនឯងមិនប្រឹងកសាងប្រជាប្រិយភាពទេខ្លួនឯងនឹងលែងមានឱកាសឬក៏មានមុខមាត់លើសេវានយោបាយថៃទៀតហើយចឹងហើយយើងឃើញមេទ័ពមួយស្រុកមានសង្គ្រាមខ្លួនឯងមិនមកការពារអានេះនិយាយជំនួសថៃណាមេទ័ពនោះរវល់ទៅដើរធ្វើសេមីណាឯណានៅតាមសាកលវិទ្យាល័យនោះអញ្ចឹងហើយសង្គ្រាមមួយនេះវាមិនមែនជាសង្គ្រាម
nó không ca liên piên này bật bật và liên piên bị bật bật này liên piên trong ban đây khác chứ có vấn đề ở đây chỉ riêng đâu biển cao nó men riêng prom đai mà rồi thì men riêng bồn nạp phim mà rồi bồn nạp phim từ đây rồi thì cứ riêng ca co sang và chia đây phim vô bài của công tộc thì ấy bảo dương pro bảo dương ban dương bán nha trôi trong là bài vô bài tình trong thái phim đợt like cái nào nó riêng đợt like ngồi riêng mỗi tiết cứ riêng bồn nạp phim từ đây đạiរដ្ឋាភិបាលកម្ពុជាទៅទទួលខុសត្រូវចំពោះមុខប្រជាជនកម្ពុជាការប្រើប្រាស់នយោបាយការទូតមួយមុខអត់គ្រប់គ្រាន់ទេយើងមើលទំនោរអន្តរជាតិនៅលើឆាកអន្តរជាតិរាល់ថ្ងៃហ្នឹងគឺបងប្អូនដឹងហើយរវល់មែនតែរឿងខ្មែរណារឿងនៅអ៊ុយក្រែនរុស្ស៊ីជាមួយអ៊ុយក្រែនរឿងអ៊ីស្រាអែលជាមួយនឹងហ្គាហ្សារឿងអ៊ីរ៉ាក់រឿងអ៊ីរ៉ានជាមួយនឹងឥណ្ឌាសុទ្ធតែជាចំនួនមិនមានអ្នកខ្លះគេសន្និដ្ឋានថានោះសង្គ្រាមលោកលើកទី3ចាប់ផ្ដើមស្តៀងដូចសង្គ្រាមលោកលើកទី2ដែរពេលកើតដំបូងគ្មានណាចាប់អារម្មណ៍ចុះបញ្ចប់នៅពេលដែលគ្រប់ប្រទេសទៅចាប់ផ្ដើមចូលរួមប្រជុំមានប៉ូលទៅហ្នឹងបាននឹកចុងបញ្ចប់វិញអូនេះសង្គ្រាមលោកលើកទី3ដែរឥឡូវអាចថាជាការចាប់ផ្ដើមយើងមិនសូវចាប់អារម្មណ៍ទេចឹងហើយយន្តការអន្តរជាតិតែមួយអត់គ្រប់គ្រាន់ទេតកតងទៅនឹងរឿងបូរណភាពទឹកដីនេះត្រូវការកម្លាំងផ្ទៃក្នុងការកសាងសមត្ថភាពយុវជនដើម្បីក្លាយទៅជាកងទ័ពឆ្នើមមានសមត្ថភាពក្នុងការប្រើប្រាស់អាវុធទំនើបណាពង្រឹងសេដ្ឋកិច្ចដើម្បីមានលទ្ធភាពនៅក្នុងការទិញសម្ភារៈអាហ្នឹងគេថាយើងអញ្ចឹងចាញ់បោពួកមហាអំណាចលោកអាវុធទៀតអត់មានចាញ់បោទេអាហ្នឹងគឺត្រូវតែការពារខ្លួនហើយព្រោះយើងអត់ចេះផលិតខ្លួនឯងយើងត្រូវទិញគេដូច្នេះជាសរុបមកវិញខ្ញុំជាផ្នែកមួយតាក់ទងទៅនឹងរឿងការជំបញ្យុឲ្យមានការតដៃផ្នែកការកម្លាំងអាវុធខ្ញុំគិតថាជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតសម្រាប់ចិត្តត្រឹមត្រូវគឺមិនចាំបាច់មិនចាំបាច់តទេព្រោះបើមិនចឹងទេយើងកលាអុកនេះគឺចូលកលាអុករបស់នយោបាយទីក្នុងថៃដកជំហានថយមកជំហានក៏ប៉ុន្តែរឿងបូរណភាពទឹកដីដែលគេពាត់លបងយកដីយើងអាហ្នឹងក៏រដ្ឋាភិបាលត្រូវតែចេញមុខទទួលខុសត្រូវបង្ហាញនៅអ្វីដែលជាយុទ្ធសាស្ត្រខ្លះដើម្បីឲ្យពលរដ្ឋស្ងប់ចិត្តដែរពលរដ្ឋឥឡូវកើតមន្ទិលសង្ស័យច្រើនណាកើតមន្ទិលសង្ស័យច្រើនណាអ្នកខ្លះហ្នឹងគឺតឹងចិត្តចំកកឈាមហើយដោយសារគេជាពិសេសហ្នឹងបងប្អូនប្រហែលជា25ទៅ30គ្រួសារដែលគេពាត់ផ្ទះនៅ30-40ឆ្នាំហើយឈឺកកឈាមអញ្ចឹងហើយធ្វើម៉េចឲ្យឈាមខ្មែរហ្នឹងរលាយរាវឡើងវិញកុំឲ្យកកយូរពេកវាមានបញ្ហាដូច្នេះខ្ញុំគិតថាអ្វីដែលកើតឡើងថ្មីនេះគឺជាឱកាសដែលកងទ័ពថៃកំពុងតែប្រើប្រាស់ដើម្បីជាប្រយោជន៍នយោបាយហើយកម្ពុជាប្រហែលជាខ្ញុំគិតថារដ្ឋាភិបាលក៏មានទីប្រឹក្សាច្រើនណាស់ដែរហើយអ្នកចេះភាសាថៃហ្នឹងក៏ច្រើនមនុស្សដែលរៀននៅស្រុកថៃចំនួនខ្ញុំហ្នឹងក៏ខ្លាយទៅជាមន្ត្រីជាន់ខ្ពស់អីច្រើនណាស់ដែរនិយាយថៃប្រយស្ដាប់អត្ថន័យថៃអីអ្នកខ្លះនឹងមានសង្សារថៃនឹងមកកុកចឹងហើយប្រហែលជាអាចយល់អំពីធម្មជាតិនៃនយោបាយថៃយល់អំពីចរិតឬក៏ធម្មជាតិនៃចរិតរបស់ជនជាតិថៃជាអ្នកចិត្តខាងរបស់យើងហើយចឹងខ្ញុំគិតថាការរៀបចំយុទ្ធសាស្ត្រវាត្រូវការសិក្សាតាំងពីកត្តាចិត្តសាស្ត្រត្រូវការសិក្សាតាំងពីកម្លាំងទ័ពត្រូវការសិក្សាតាំងពីល្បិចយុទ្ធសាស្ត្រនយោបាយត្រូវដឹងអំពីធម្មជាតិនៃនយោបាយទីក្នុងរបស់ថៃត្រូវស្គាល់អំពីចរិតកងទ័ពថៃត្រូវស្គាល់អំពីចរិតអ្នកនយោបាយថៃប្រមាណចំណុចនេះខ្ញុំគិតថាយកមកដាក់លើតុហើយធ្វើការវិភាគទៅយើងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវខ្ញុំជឿថារដ្ឋាភិបាលមានមនុស្សនៅក្នុងការវិភាគជាក្រុមយុទ្ធសាស្ត្រប៉ុន្តែខ្ញុំឃើញការសម្រេចចិត្តមិនតដៃដើម្បីរក្សាភាពស្ងៀមស្ងាត់ចំណុចនៅអានសេះខ្ញុំជាម្ដងទៀតគឺជារឿងត្រឹមត្រូវក៏ប៉ុន្តែរឿងនៅនងច័ន្ទរឿងផ្សេងមួយទៀតដែលរដ្ឋាភិបាលត្រូវតែបំភ្លឺចំពោះអ្វីដែលកើតឡើងជាការរំលោភពៀនយកលុះមកពាត់យកផ្ទះប្រជាជនអីចឹងទោះបីជានៅក្នុងតំបន់នោះជាតំបន់សក៏ដោយនិយាយគ្នាដោះស្រាយបញ្ហាតាមនីតិវិធីព្រោះតំបន់សគេរកថាជាតំបន់ទាន់វាស់វែងណាយើងមិនដឹងថាមកដល់ភូមិនងច័ន្ទហ្នឹងយើងវាស់ដល់បកគោលតាមយន្តការទ្វេភាគីយើងវាស់ដល់ហ្នឹងនៅទេប៉ុន្តែបើមិនទាន់វាស់ដល់ហ្នឹងមានន័យថាតំបន់មួយចំនួននៅតំបន់ហ្នឹងវាអាចជាតំបន់ត្រួតស៊ីគ្នាដែលយើងមិនទាន់បានសម្រេចក្នុងការវាស់វែងអាហ្នឹងត្រូវទទួលស្គាល់ការពិតអញ្ចឹងព្រោះហើយអាហ្នឹងវានៅខាងគេអាហ្នឹងរឿងមួយទៀតដែរដូចភូមិហេងសំរិនវាស់អស់ភូមិហេងសំរិនមួយអាហ្នឹងវាវាស់ធ្វើម៉េចដូច្នេះខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងចូលរួមចំណែកប៉ុណ្ណឹងហើយអ្វីដែលខ្ញុំធ្វើបទវិភាគថ្ងៃនេះជាគំនិតនៃជ្រុងមួយចង់ឲ្យបងប្អូនមើលឲ្យលើសពីអ្វីដែលជាការឈ្លានពានដើម្បីកុំឲ្យចាញ់ល្បិចនយោបាយព្រោះនយោបាយដែលយើងមើលបច្ចុប្បន្ននេះអារូបភាពគេឲ្យឃើញហ្នឹងយើងមើលទៅឃើញយើងគិតថាអញ្ចឹងអាពិតវាមានអាស្អីហ្នឹងនៅពីក្រោយទៀតដែលខ្ញុំព្យាយាមធ្វើម៉េចទៅវែកឲ្យឃើញអស់ហ្នឹងហើយមិនប្រកាសថាអ្វីដែលខ្ញុំបទវិភាគរបស់ខ្ញុំនេះគឺមានភាពត្រឹមត្រូវ 100% ទេជាអ្វីដែលខ្ញុំពឹងទៅលើដំណើរនយោបាយរបស់ថៃដំណើរនៃធម្មជាតិកងទ័ពថៃចរិតនៃជនជាតិថៃហើយខ្ញុំអាចធ្វើការសន្និដ្ឋានតាមបទវិភាគនេះហើយអ្វីដែលសំខាន់ដូចខ្ញុំបានលើកឡើងដដែលអញ្ចឹងថាស្ដាប់ខ្ញុំដោយការពិចារណាកុំជឿខ្ញុំ 100% យកទៅពិចារណាផងសូមអរគុណបាទសូមជម្រាបលា